មានសូមបងសិស្សសានុសិស្សដាក់ទី11ថ្ងៃនេះយើងជួបគ្នានៅក្នុងមេរៀនអាល់កុលចំណុចអុកស៊ីតកម្មនៃអាល់កុលប្រតិកម្មអុកស៊ីតកម្មនៃអាល់កុលគឺជាប្រតិកម្មដែលអាល់កុលរងអុកស៊ីតកម្មដោយបាត់បង់អាតូមអ៊ីដ្រូសែនរួចចាប់យកអាតូមអុកស៊ីសែនហើយបង្កើតជាសមាសធាតុថ្មីអាល់កុលមាន3ថ្នាក់បងប្អូនអាល់កុល3ថ្នាក់អាល់កុលថ្នាក់1ថ្នាក់2ថ្នាក់3អញ្ចឹងចំណុចនេះអ្នកគ្រូលើកយកអុកស៊ីតកម្មនៃអាល់កុលថ្នាក់1មកសិនអុកស៊ីតកម្មនៃអាល់កុលថ្នាក់1គឺកើតឡើងពីដំណាក់កាលទី1គឺគេប្រើអុកស៊ីតករតិចកាលណាយើងប្រើអុកស៊ីតករតិចវានឹងឲ្យផលជាអាល់ដេអ៊ីតដំណាក់កាលទី2គេប្រើអុកស៊ីតករច្រើនលើសលប់ពេលនោះវានឹងឲ្យផលជាអាស៊ីតកាបុកស៊ីលិកសមីការទូទៅនេះជារូបមន្តទូទៅនៃអាល់កុលថ្នាក់1នេះជាសញ្ញាព្រួញតាំងឲ្យអុកស៊ីតកម្មក្នុងដំណាក់កាលទី1អញ្ចឹងអាល់កុលថ្នាក់1រងអុកស៊ីតកម្មឲ្យផលជាអាល់ដេអ៊ីតនេះជារូបមន្តទូទៅរបស់អាល់ដេអ៊ីតគឺ Air សម្ព័ន្ធ CHO វាស្រដៀងគ្នានឹង OH ដែរប៉ុន្តែរូបមន្តវាខុសគ្នាណាអានេះជារូបមន្តរបស់អាល់កុលបង្គំនីតិ OH នេះជាបង្គំនីតិរបស់អាល់ដេអ៊ីត CHO វារងអុកស៊ីតកម្មដំណាក់កាលទី2បន្តទៀតវាឲ្យជាអាស៊ីតកាបុកស៊ីលិកអាស៊ីតកាបុកស៊ីលិកគឺមានរូបមន្តទូទៅ Air សម្ព័ន្ធ COOH នេះជារូបមន្តទូទៅរបស់អាស៊ីតកាបុកស៊ីលិកនៅក្នុងបច្ចេកទេសពិសោធន៍បើគេចង់បានអាល់ដេអ៊ីតគឺគេត្រូវធ្វើវិធីបំណិតដោយដកយកអាល់ដេអ៊ីតចេញបើមិនដកយកអាល់ដេអ៊ីតចេញទេវានឹងភាយឡើងប៉ះជាមួយនឹងអុកស៊ីតករវាមានប្រតិកម្មបន្តដែលនាំឲ្យក្លាយជាអាស៊ីតកាបុកស៊ីលិកឧទាហរណ៍អុកស៊ីតកម្មនៃប្រូប៉ាន1អុលនេះជារូបមន្តស្ទើរលាតរបស់ប្រូប៉ាន1អុលរងអុកស៊ីតកម្មដំណាក់កាលទី1វាឲ្យផលជាអាល់ដេអ៊ីតវារងអុកស៊ីតកម្មបន្តទៀតវាឲ្យផលជាអាស៊ីតកាបុកស៊ីលិកអញ្ចឹងបងអូនមើលរូបមន្តទាំង3នេះខាងលើនេះគឺជារូបមន្តរបស់ប្រូប៉ាន1អុលប្រូប៉ាន1អុលមកទី2នេះកាបូន3ដូចគ្នាតែវាជាអាល់ដេអ៊ីតអញ្ចឹងឈ្មោះវាប្រូប៉ាណាល់វាអុកស៊ីតកម្មបន្តទៀតវាឲ្យជាខាងក្រោមនេះគឺជាអាស៊ីតប្រូប៉ាណូអិកអញ្ចឹងខ្សែកាបូនវាគឺដូចគ្នាខ្សែកាបូនមានកាបូន3ដូចគ្នាតែវាខុសបង្គំនីតិខាងលើនេះគឺបង្គំនីតិអាល់កុលនេះជាបង្គំនីតិរបស់អាល់ដេអ៊ីតនេះជាបង្គំនីតិរបស់អាស៊ីតកាបុកស៊ីលិកវាខុសតែបង្គំនីតិណាអូនមើលឲ្យបងអូនកត់ចំណាំដល់ពេលឧទាហរណ៍ខាងក្រៅទៀតបងអូនអាចធ្វើបានខ្សែកាបូនដូចគ្នាវាគ្រាន់តែដូរបង្គំនីតិទេអាល់កុលថ្នាក់2អាល់កុលថ្នាក់2រងអុកស៊ីតកម្មដោយភ្នាក់ងារអុកស៊ីតករប៉ូតាស្យូមឌីក្រូម៉ាតឬក៏ប៉ូតាស្យូមប៉េអាម៉ង់កាណាតក្នុងមជ្ឈដ្ឋានអាស៊ីតអុកស៊ីតកម្មនៃអាល់កុលថ្នាក់1ក៏ប្រើអុកស៊ីតករ2នឹងដែរណាអូនណាគេប្រើកតាលីករ2នឹងតែគួរអត់ដាក់អាតូមអ៊ីដ្រូសែន2ត្រូវបានដកចេញពីអាល់កុលថ្នាក់2ណាដកមួយចេញពីក្រុម OH និងដកមួយទៀតចេញពីកាបូននេទីអញ្ចឹងគេដកអាតូមអ៊ីដ្រូសែនចេញចំនួន2ពីអាល់កុលថ្នាក់2នោះវាបង្កើតបានជាសម្ព័ន្ធពីរជាន់រវាងកាបូននិងអុកស៊ីសែនអញ្ចឹងសមីការទូទៅនេះជាអាល់កុលថ្នាក់2មានរូបមន្តទូទៅបែបនេះរងអុកស៊ីតកម្មយើងសរសេរនិមិត្តសញ្ញាបែបនេះមករងអុកស៊ីតកម្មអញ្ចឹងវាឲ្យផលជាបែបនេះឬក៏យើងទៅសេរូបមន្តលាតចេញមកអ៊ីត្រូកាបួអែនេះជាខ្សែកាបូនណាអែអនេះក៏ជាខ្សែកាបូនដែរចាអាល់កុលថ្នាក់2បង្គំនីតិវាដុះនៅខាងក្នុង
ហើយកាបូននីទីនេះគឺមានអាតូមអ៊ីដ្រូសែនមួយអញ្ចឹងគេប្រាប់យើងខាងលើមិញថាដកអាតូមអ៊ីដ្រូសែនចេញពីកាបូននីទីនេះមួយហើយដកអឺអាតូមអ៊ីដ្រូសែនចេញពីបង្គំអ៊ីដ្រូស៊ីននេះមួយអញ្ចឹងអាតូមអ៊ីដ្រូសែនពីរនេះត្រូវដកចេញហើយវាមកចាប់ជាមួយនឹងអាតូមអុកស៊ីសែនបង្កើតបានជាសម្ព័ន្ធពីរជាន់រវាងកាបូននិងអុកស៊ីសែនបែបនេះជាបដូរទ្រង់ទ្រាយពីបែបនេះវាមកទ្រង់ទ្រាយបែបនេះវិញអញ្ចឹងកាលណារូបមន្ត CO ចងសម្ព័ន្ធបែបនេះហើយនៅកណ្ដាលខ្សែបែបនេះកណ្ដាលខ្សែអ៊ីដ្រូកាបូបែបនេះវាជាសេតូនឧទាហរណ៍អុកស៊ីតកម្មនៃអាករថ្នាក់2ប៊ុយតាន2អុលនេះរូបមន្តស្ទើលាតរបស់ប្រូប៉ាន2អុលនេះរងអុកស៊ីតកម្មស្អីបែបនេះអញ្ចឹងវាឲ្យផលជាបែបនេះកាបូននីទីត្រូវបានដកអ៊ីដ្រូសែននេះចេញមួយហើយដកអ៊ីដ្រូសែននេះចេញមួយទៀតអញ្ចឹងនៅសល់តែ CO ទេនៅសល់ CO បែបនេះអញ្ចឹងវាអាចកសេជារូបមន្តលាតបែបនេះមកនេះប៊ុយតាន2អរងអុកស៊ីតកម្មវាទៅជារូបមន្តបែបនេះកាបូន4ដូចគ្នាណាអូនណាកាបូន4ដូចគ្នាវាគ្រាន់តែដូរកន្លែងបង្គំនីតិនេះកាបូននីតិបែបនេះគឺដូរមកកាបូននីតិបែបនេះវាមាននីតិខុសគ្នាបែបនេះគឺអាកុលថ្នាក់2ហើយបែបនេះគឺពួកសេតូនមានឈ្មោះថាប៊ុយតាណូនអាកុលថ្នាក់2គឺប៊ុយតាន2អុលដល់ពេលមកខាងសេតូនគឺប៊ុយតាណូនឬក៏គេហៅថាប៊ុយតាន2អូនពួកវាគឺពួកសេតូនចំពោះអាកុលថ្នាក់3អាតូមកាបូននីទីដែលភ្ជាប់ជាមួយក្រុម OH នេះគឺត្រូវភ្ជាប់ជាមួយរ៉ាឌីកាល់3រួចហើយអញ្ចឹងវាអត់មានអាតូមអ៊ីដ្រូសែនទំនេរទេអញ្ចឹងវាអត់រងអុកស៊ីតកម្មទេតែបើសិនជាយើងបង្ខំឲ្យវារងអុកស៊ីតកម្មយើងត្រូវបំបែកសម្ព័ន្ធរវាងកាបូននិងកាបូនដោយប្រើថាមពលខ្ពស់ដូចជាប្រើកម្ដៅខ្លាំងនិងប្រើអាស៊ីតខ្លាំងដល់ពេលយើងប្រើកម្ដៅខ្លាំងនិងអាស៊ីតខ្លាំងទៅវានាំឲ្យម៉ូលេគុលអាកុលថ្នាក់3ហ្នឹងបែកខ្ទេចតែម្ដងវាអត់រងអុកស៊ីតកម្មហើយវាបែកខ្សែកាបូននឹងទាំងអស់បែកខ្ទេចអញ្ចឹងអាកុលថ្នាក់3សរុបមកមិនរងអុកស៊ីតកម្មទេអរគុណបងប្អូនជួបគ្នានៅក្នុងមេរៀនបន្ទាប់